សូមជូនរឿងភ្នំប្រុសភ្នំស្រីកាលពីព្រេងនាយមានស្ដេចស្រីមួយព្រះអង្គព្រះនាមស្រីអយុធ្យាសោយរាជ្យនៅនគរខ្មែរដោយព្រះនាមជាស្ដេចសោយរាជ្យគ្មានបុរសណាមួយហ៊ានដណ្ដឹងយកជាភរិយាឡើយម្ល៉េះហើយព្រះនាមរកដណ្ដឹងបុរសដ៏មានរូបជាទីគាប់ព្រះតីមកធ្វើជាព្រះស្វាមីវិញហើយដោយហេតុព្រះរាជិនីស្រីអយុធ្យាដណ្ដឹងប្រុសជាព្រះស្វាមីដូច្នោះស្រីដែលនៅក្រោមព្រះរាជឱវាទក៏ដណ្ដឹងប្រុសធ្វើជាស្វាមីតាមដែរក្នុងរាជការនោះមុខគួរឲ្យវេទនានឹងស្រីខ្លះដែលមានរូបអន់ទៅរកដណ្ដឹងប្រុសគេនាំគ្នាប្រកែកមិនយកគេរើសតែស្រីមានរូបល្អទើបយកធ្វើជាភរិយាធ្វើដូច្នេះអស់មួយរាជស្ដេចស្រីនេះលុះមកដល់រាជស្ដេចក្រោយទៀតពួកស្រីជំនុំគ្នាថាឥឡូវនេះដូចជាមិនសមសោះខ្លួនយើងជាស្រីហើយđãដណ្ដឹងប្រុសធ្វើជាប្តីដូច្នេះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំភ្នាល់ជាមួយនឹងពួកប្រុសគឺប្រុសលើកដីធ្វើជាភ្នំមួយយើងស្រីធ្វើជាភ្នំមួយភ្នាល់គ្នាបើប្រុសចាញ់យើងត្រូវឲ្យប្រុសដណ្ដឹងយើងជាស្រីវិញលុះគិតដូច្នេះហើយក៏នាំគ្នាទៅបបួលពួកប្រុសធ្វើភ្នំចោះខុសសន្យាភ្នាល់គ្នាដោយពោលមកហើយគេក៏បានចាត់មេកំណានកេណ្ឌមនុស្សស្រីឲ្យបានច្រើនខាងប្រុសមានមេកំណានខាងប្រុសដើរកេណ្ឌខាងស្រីមានមេកំណានខាងស្រីដើរកេណ្ឌលុះកេណ្ឌបានគ្នាច្រើនគ្រប់ចំនួនខាងប្រុសខាងស្រីរួចហើយក៏និយាយនឹងគ្នាថាយើងទាំងអស់គ្នាត្រូវជញ្ជូនដីដរាបដល់ផ្កាយក្រឹករះទើបឈប់ទាំងអស់គ្នាបើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេគិតព្រមគ្នាដូច្នេះហើយក៏នាំគ្នាជញ្ជូនដីរែកទូតាមធម្មភាពរៀងខ្លួនទៅពេលនោះជាពេលរាត្រីពួកស្រីមានប្រាជ្ញាជញ្ជូនដីអស់វេលា 3-4 ម៉ោងក៏នាំគ្នាបង្អួតគោមតូចមួយយ៉ាងខ្ពស់នៅជ្រុងអ៊ីសានភ្នំពួកប្រុសក្រឡកមើលទៅលើឃើញគោមដែលស្រីបង្អួតនឹងឫស្សីមួយដើមនោះស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិន្ទ្រាលុបអស់ទៅគ្មានសល់ម្នាក់ពួកស្រីក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនតែនទើបឈប់ដល់មនរងាវកើតព្រោះភ្ញាក់ឡើងឃើញផ្កាយព្រឹករះក៏លន់មកថាយើងទាំងអស់គ្នាខុសហើយផ្កាយព្រឹកមែនតែនទើបតែនឹងរះសោះហើយនាំគ្នាក្រឡកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនអន់ក្នុងចិត្តដោយចេញកលស្រីតាំងពីការនោះមកប្រុសក៏ដណ្ដឹងស្រីធ្វើជាភរិយាដរាបដល់សពថ្ងៃនេះសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់